ទស្សនិកជននៅក្នុងពេលដែលស្ថានភាពនៅមជ្ឈមបូព៌ានៅតែតានតឹងនិងមានការតាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយនឹងមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកមូតូបាអាលីខេមីនីនៅក្នុងជំនួបនេះត្រូវបានអ្នកវិភាគមើលឃើញថាអាចឆ្លុះបញ្ចាំងពីការវិវត្តថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងអាចមានឥទ្ធិពលលើតុល្យភាពអំណាចនៅក្នុងតំបន់ជុំវិញប្រធានបទនេះលោករ៉ាន់រើយអ្នកតាមដានព័ត៌មានអន្តរជាតិនឹងចូលមកឆ្លងឆ្លើយជុំវិញរឿងនេះលោករ៉ាន់រើយជាដំបូងចង់ដឹងថាតើហេតុអ្វីបានជាជំនួបតាមទូរស័ព្ទជាលើកដំបូងរបស់លោកវ្លាឌីមៀពូទីននិងមេដឹកនាំកម្ពុជាអ៊ីរ៉ង់នេះតាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិបាទការតាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិដោយសារតែមេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលបានឡើងកាន់អំណាចកាលពីមួយសប្តាហ៍ក្រោយពីការស្លាប់ឪពុករបស់ខ្លួនគឺលោកអាយ៉ាតូឡាអាលីខាមេនីកាលពីដើមខែមិនិនាឆ្នាំ2026យើងហ្នឹងក្រោយពីការបាញ់ប្រហាររបស់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលតាមផ្លូវអាកាសហើយបានសម្លាប់នៅមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ហើយមួយសប្តាហ៍ក្រោយមកគឺលោកមូតបាអាលីខាមេនីបានត្រូវបានជ្រើសតាំងឲ្យឡើងកាន់អំណាចជំនួសឪពុករបស់ខ្លួនដែលបានស្លាប់នោះអញ្ចឹងហើយក្នុងរយៈពេលជាប្រមាណជា3ខែជាងនេះគឺថាលោកមូតបាដែលជាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ហ្នឹងគឺមិនត្រូវបានជួបមេដឹកនាំកម្ពុជាណាទោះបីតាមទូរស័ព្ទក៏ដោយតាមរយៈជួបដោយផ្ទាល់ក៏ដោយគឺមិនដែលបានធ្វើឡើងទេដូច្នេះការជួបរវាងប្រធានាធិបតីវ្លាឌីមៀពូទីនតាមទូរស័ព្ទនៅពេលនេះគឺជាជំនួបដំបូងដែលត្រូវបានគេរាយការណ៍ថាជាជំនួបជាមួយនឹងមេដឹកនាំកម្ពុជាអន្តរជាតិរបស់លោកមូតបាអាលីខាមេនីចឹងហើយបានជាពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជំនួបដែលធ្វើដោយមិនផ្ទាល់តាមទូរស័ព្ទនៅរវាងមេដឹកនាំទីក្រុងមូស្គូហើយមេដឹកនាំទីក្រុងថេរ៉ង់នេះហើយគឺជាអ្វីដែលជាការផ្លាស់ប្ដូររូបភាពថ្មីនៅក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងតែបង្កើនការវាយប្រហារនៅទីក្រុងនៅប្រទេសអ៊ីរ៉ង់ឬក៏ថានៅតំបន់មជ្ឈិមបូព៌ាកំពុងតែមានស្ថានភាពក្តៅគគុកនោះចឹងហើយបានន័យថាការជួបរបស់ប្រធានាធិបតីវ្លាឌីមៀពូទីននៅពេលនេះគឺជាជំនួបមួយដ៏សំខាន់ដែលយើងឃើញមានមិនដឹងថាតើមេដឹកនាំទាំងពីរអាចនឹងសន្យាគ្នាយ៉ាងដូចម្តេចទេដោយសារតែអ៊ីរ៉ង់គឺជាប្រទេសដែលមាននៅដៃគូអន្តរជាតិឬក៏ថាប្រទេសដែលជាមិត្តដ៏សំខាន់មួយគឺរុស្ស៊ីនេះហើយនៅឯក្រៅប្រទេសសម្រាប់ធ្វើឲ្យមានតុល្យភាពអំណាចប្រៀបទៅនឹងខាងប្លុកសេរីឬក៏ថាប្រៀបទៅនឹងសហរដ្ឋអាមេរិកក៏ដូចជាមហាអំណាចអឺរ៉ុបផ្សេងទៀតបាទចាឃើញថាជំនួបនេះគឺជាជំនួបលើកដំបូងហើយគឺជាជំនួបដ៏សំខាន់លោករ៉ាន់រ៉ៃមែនទែនទៅតើជំនួបនេះបានផ្ញើសារនយោបាយឬសញ្ញាអ្វីទៅកាន់សហរដ្ឋអាមេរិកបណ្ដាប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ាជាការពិតហើយជំនួបនេះថ្មីត្បិតថាទីក្រុងមូស្គូក៏ដូចជាទីក្រុងថេរ៉ង់មិនបានបញ្ចេញព័ត៌មានលម្អិតថាតើប្រធានបទសំខាន់អ្វីខ្លះដែលមេដឹកនាំកម្ពុជាទាំងពីរបានពិភាក្សាគ្នាក៏ដោយក៏ប៉ុន្តែវាជាសារមួយសំខាន់ណាស់ទៅកាន់សហរដ្ឋអាមេរិកដែលកំពុងធ្វើសង្គ្រាមនៅឯប្រទេសអ៊ីរ៉ង់ក៏ដូចជាមេដឹកនាំកម្ពុជាដទៃទៀតនៅលើពិភពលោកអំពីចំណងមិត្តភាពរវាងរុស្ស៊ីហើយនិងអ៊ីរ៉ង់គឺថាមិនបោះបង់ចោលគ្នាទេក្នុងកលៈទេសៈដ៏លំបាកបែបនេះអញ្ចឹងហើយអ្វីដែលយើងឃើញគឺថាអ៊ីរ៉ង់ហើយនឹងទីក្រុងមូស្គូគឺមានទំនាក់ទំនងដ៏ស្អិតរមួតក្រោយពីរុស្ស៊ីបានលើកទ័ពឈ្លានពានឬក៏ថាលើកទ័ពចូលទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022គឺថាមានតែអ៊ីរ៉ង់មួយគត់ដែលជាប្រទេសបង្ហាញនៅការគ្រប់គ្រងឥតងាករេទៅកាន់ទីក្រុងមូស្គូសម្រាប់ការធ្វើសង្គ្រាមឬក៏ថាប្រតិបត្តិការយោធាទៅកាន់ទីក្រុងគៀវកាលពីពេលនោះហើយក្រោយមកទៀតគឺថាទីក្រុងថេរ៉ង់គឺបានធ្វើ
បានជួយនៅបានឲ្យធ្វើកិច្ចសហប្រតិបត្តិការជាច្រើនទៀតជាមួយនឹងរុស្ស៊ីដូចជាការផ្គត់ផ្គង់នៅយន្តហោះគ្មានមនុស្សបើកការផលិតរួមគ្នានៅផលិតផលយោធាដើម្បីផ្គត់ផ្គង់ទីក្រុងមូស្គូហើយក៏ដូចជាការគ្រប់គ្រងនៅជំហរនៃការលើកទ័ពចូលកាន់ប្រទេសអ៊ុយក្រែនអញ្ចឹងហើយបានន័យថាការងាកមកកាន់ទីក្រុងតេហេរ៉ង់ឬថាងាកមកពិភាក្សាជាមួយនឹងមេដឹកនាំកំពូលអ៊ីរ៉ង់នៅពេលនេះគឺជាការបញ្ជាក់ថារុស្ស៊ីគឺមិនចោលអ៊ីរ៉ង់ទេទោះបីក្នុងកលៈទេសៈបែបនេះហើយជាពិសេសគឺការវាយប្រហារឥតឈប់ឈរក៏ដូចជាវាយប្រហារធ្ងន់ធ្ងរពីសំណាក់ទីក្រុង Washington ទៅកាន់តំបន់ជាច្រើនរបស់ទីក្រុងតេហេរ៉ង់ក៏ដូចជាស្ថានភាពនៅឯច្រក Hormuz ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ជាដើមអញ្ចឹងជាសារមួយដែលបញ្ជាក់ថារុស្ស៊ីគឺថានៅតែគ្រប់គ្រងអ៊ីរ៉ង់ឥតងាករេនៅក្នុងកលៈទេសៈដ៏លំបាកនេះដែលជាការបញ្ជាក់ថាសហរដ្ឋអាមេរិកគឺមិនអាចផ្លាស់ប្ដូរកិច្ចប្រតិបត្តិការកិច្ចព្រមព្រៀងរបស់ពួកគេបានឡើយបាទចាលោករ៉ាត់ហើយបើមើលទៅប្រវត្តិសាស្ត្រតើប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ីនេះមានទំនាក់ទំនងជិតស្និទ្ធគ្នាកម្រិតណាហើយប្រទេសទាំងពីរនេះបានសហការទៅលើវិស័យអ្វីជាចម្បងដែរជាការពិតម្ល៉េះបើកលេចទៅមើលពីទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ហើយនិងរុស្ស៊ីគឺជាទំនាក់ទំនងមួយដែលមានភាពស្មុគស្មាញបង្គួរដែរនៅក្នុងអតីតកាលក៏ដូចជារហូតមកដល់ឆ្នាំ2015កន្លងទៅបើយើងក៏លេខទៅមើលអតីតកាលគឺថាប្រទេសរុស្ស៊ីគឺធ្លាប់លើកទ័ពឈ្លានពានឬក៏ថាបំពាននៅទីក្រុងតេហេរ៉ង់ក៏ដូចជាចក្រភពប៉ែកដែលមានអ៊ីរ៉ង់ជាកត្តាសំខាន់ឬក៏ថាជាតួអង្គសំខាន់នៅតំបន់មជ្ឈិមបូព៌ាហើយក្រោយមកគឺថាក្នុងចំនួនរបបគ្រប់គ្រងដោយសហភាពសូវៀតក៏ធ្លាប់មានបញ្ហាទន្ទ្រានឬក៏ថាមានសង្គ្រាមជាមួយគ្នាដែរប៉ុន្តែក្រោយពីឆ្នាំ2015គឺក្រោយពេលដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់ដោយសារតែបញ្ហាមានការសង្ស័យថាបានលួចផលិតនៅអាវុធនុយក្លេអ៊ែរគឺថាអ៊ីរ៉ង់រងទណ្ឌកម្មពីសហរដ្ឋអាមេរិកដ៏សំខាន់ហើយពីសហគមន៍អឺរ៉ុបក៏ខ្លាំងដែរដូច្នេះហើយគឺថារុស្ស៊ីជាទីពឹងបង្អែកដ៏សំខាន់របស់អ៊ីរ៉ង់ក្នុងរយៈពេលជាង10ឆ្នាំកន្លងមកនេះដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់បានរស់រានផ្នែកសេដ្ឋកិច្ចហ្នឹងគឺដោយសារតែការជួយជ្រោមជ្រែងការកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ីដូច្នេះហើយក្នុងរយៈពេលនេះគឺថារុស្ស៊ីគឺជាដៃគូដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកយោធានិងការគ្រប់គ្រងនៅបញ្ហាសន្តិសុខផ្សេងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់បើនិយាយទៅគឺថាកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ហើយនិងទីក្រុងមូស្គូគឺថាមានច្រើនមែនទែនចាប់តាំងពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចការជួយគ្រប់គ្រងគ្នាផ្នែកការទូតហើយនិងការជួយជ្រោមជ្រែងនៅការផលិតនៅធម្មពលដើរដោយនុយក្លេអ៊ែរឬក៏ហៅថាធម្មពលស៊ីវិលហើយក្នុងដើមឆ្នាំ2025កន្លងទៅហ្នឹងគឺថាសហរដ្ឋរុស្ស៊ីហើយនិងអ៊ីរ៉ង់គឺបានចុះហត្ថលេខាទៅលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលនៅក្នុងនោះក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធាដ៏សំខាន់ដែលរុស្ស៊ីហើយនិងអ៊ីរ៉ង់គឺបានចូលទុនជាមួយគ្នាក្នុងការផលិតនៅសម្ភារៈយោធាដើម្បីផ្គត់ផ្គង់ទៅដល់សង្គ្រាមទាំងនៅអ៊ុយក្រែនក៏ដូចជាការបម្រើឲ្យវិស័យការពារជាតិរបស់ពួកគេដូច្នេះហើយបើនិយាយទៅគឺថានេះគឺជាសាវតាដែលរុស្ស៊ីគឺមានទំនាក់ទំនងគ្រប់គ្រងយ៉ាងស្អិតរមួតទៅលើរបបគ្រប់គ្រងរបស់អ៊ីរ៉ង់បច្ចុប្បន្នដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅហើយនៅក្នុងកលៈទេសៈមួយដ៏ស្មុគស្មាញនិងស្ថានភាពដ៏លំបាកក៏ដូចជាភាពឯកោទាំងរុស្ស៊ីហើយនិងអ៊ីរ៉ង់បែបនេះគឺថាពួកគេគឺកាន់តែមានជំហរជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតនៅក្នុងការជួយគ្រប់គ្រងគ្នាទៅវិញទៅមកជាពិសេសគឺនៅក្នុងវិស័យយោធានេះតែម្ដងបាទ
ចាតាមការលើកឡើងរបស់លោកទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់ត្បិតថាមានភាពស្មុគស្មាញបន្តិចប៉ុន្តែក៏មានកិច្ចសហការជាមួយគ្នាជាពិសេសគឺទៅលើវិស័យការពារជាតិក៏ដូចជាវិស័យយោធានេះតែម្ដងចាយើងងាកទៅមើលស្ថានភាពអ៊ីរ៉ង់និងសហរដ្ឋអាមេរិកវិញម្ដងលោករ៉ាន់រ៉ៃតើស្ថានភាពវាឈានដល់កម្រិតណាហើយតើមានភាពតានតឹងឬក៏ថមថយហើយរវាងសង្គ្រាមនៃប្រទេសទាំងពីរនេះបាទចាប់តាំងពីការវាយប្រហារលើកចុងក្រោយរហូតមកដល់ពេលនេះគឺថាការវាយប្រហារដែលមានរយៈពេល9ថ្ងៃជាប់គ្នាអត់មានការស្រាក់ស្រានទេហើយសង្គ្រាមនេះក៏កំពុងតែបន្តហើយសហរដ្ឋអាមេរិកតាមរយៈប្រសាសន៍របស់ប្រធានាធិបតី Donald Trump គឺបានបង្ហាញពីចេតនានឹងវាយកាន់តែខ្លាំងឡើងបន្ថែមទៀតដោយសារតែការបាញ់ប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់បានធ្វើឲ្យកងទ័ពរបស់សហរដ្ឋអាមេរិកមួយចំនួនបានរងរបួសនិងស្លាប់ហើយយើងឃើញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកក៏បានបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ីរ៉ង់ហើយនៅក្នុងនោះក៏មាននៅរោងចក្រផលិតនៅទឹកបានន័យថារោងចក្រចម្រាញ់ទឹកសមុទ្រឲ្យទៅជាទឹកសាបដែលធ្វើឲ្យវិបត្តិនៅទីក្រុងឬក៏ថាវិបត្តិនៅអ៊ីរ៉ង់ក៏បានកើតច្រើនហើយនិយាយអំពីការវាយប្រហារត្រឡប់ទៅវិញរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសផ្សេងគឺថាជាពិសេសគឺទីតាំងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកទៅនៅក្នុងប្រទេសមួយចំនួនដូចជានៅក្នុងប្រទេសកុយវ៉េតបារ៉ែនយ៉ូដានីអីជាដើមក៏មានទំហំធំដែរហើយនៅក្នុងនោះក៏យើងបានឃើញថាព័ត៌មានរបស់ខាងអ៊ីរ៉ង់គឺបានបង្ហាញអំពីការខូចខាតនៅរោងចក្រចម្រាញ់ទឹកសមុទ្រទៅជាទឹកស្អាតផ្គត់ផ្គង់នៅទីក្រុងនៅប្រទេសកុយវ៉េតជាដើមហើយនៅក្នុងនោះដែរគឺថាបើផ្អែកទៅតាមទិន្នន័យដែលខាងទីភ្នាក់ងាររបស់អ៊ីរ៉ង់បានចុះទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់បានចុះផ្សាយគឺថាមានអ្នកស្លាប់ហ្នឹងគឺថារហូតដល់50អ្នកហើយខាងផ្នែកអ៊ីរ៉ង់ហើយក៏មានអ្នករបួសជាង500អ្នកដែរចាប់តាំងពីសហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារជាថ្មីក្រោយពីប្រជុំកំពូល NATO កាលពីដើមសប្តាហ៍មុនបាទនេះគឺជាអ្វីដែលយើងឃើញថាមិនទាន់មានសញ្ញាណណាមួយនៃការចរចាគ្នាជាថ្មីទេហើយការវាយប្រហារគឺកាន់តែខ្លាំងឡើងហើយរីករាលដាលក៏កាន់តែធំទៅដែរចាលោករ៉ាន់រ៉ៃប្រសិនបើចំនួននៅមជ្ឈិមបូព៌ានៅតែបន្តតានតឹងតើរុស្ស៊ីអាចមានទូនាទីអ្វីនៅក្នុងការសម្របសម្រួលឬការពីផលប្រយោជន៍និងសម្ព័ន្ធមិត្តរបស់ខ្លួននោះជាការពិតរុស្ស៊ីបានធ្លាប់លើកឡើងម្ដងដែរកាលពីដើមខែមេសាគឺក្រោយពីអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកបានសម្រេចនៅកិច្ចព្រមព្រៀងបទឈប់បាញ់ដំបូងដែលក្នុងពេលនោះគឺថាខាងភាគីប៉ាគីស្ថានបានចូលខ្លួនមកសម្របសម្រួលប៉ុន្តែការសម្របសម្រួលលើកដំបូងបរាជ័យហើយប្រធានាធិបតី Vladimir Putin គឺបានប្រឡូយម្ដងអំពីការចូលខ្លួនមកសម្របសម្រួលជម្លោះរវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកនេះប៉ុន្តែក្រោយមកក៏មានសភាពការស្ងប់ស្ងាត់វិញដោយមិនបានលើកឡើងទេអំពីចំណុចនេះហើយប្រទេសប៉ាគីស្ថានបន្តធ្វើសកម្មភាពការទូតដើម្បីទំនាក់ទំនងនៅភាគីជម្លោះអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិករហូតទៅដល់បានបង្កើតនៅកិច្ចព្រមព្រៀង MOU មួយដែលធានាឲ្យបាននៅបទច្បាញ់ក៏ដូចជាការចរចាបន្តបន្ទាប់ទៀតដើម្បីធ្វើយ៉ាងណារកចំណុចប្រសពគ្នាឲ្យបាននិងឈានទៅចុះហត្ថលេខាបញ្ចប់សម្រាប់ដំណើរការចរចា60ថ្ងៃចាប់តាំងពីថ្ងៃទី21ខែមិថុនាឆ្នាំ2026ប៉ុន្តែរហូតមកដល់ថ្ងៃនេះគឺជាគម្រប់ខួប1ខែហើយដែលពួកគេទាំងពីរបានចាប់ផ្ដើមចរចានៅប្រទេសស្វីសប៉ុន្តែការវាយប្រហារបានចាប់ផ្ដើមជាថ្មីហើយកិច្ចព្រមព្រៀងនោះត្រូវបានភាគីទាំងពីរប្រកាសលុបចោលរៀងៗខ្លួនមិនមានការចរចាបន្តទេចឹងហើយភាគីខាងរុស្ស៊ីគឺបានលេចមុខជាថ្មីប៉ុន្តែនៅក្នុងអំឡុងពេលនេះភាគីរុស្ស៊ីក៏លំបាកដែរនៅក្នុងការចូលខ្លួនមកចរចារវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ដោយសារតែការវាយប្រហាររបស់រុស្ស៊ីហើយនិងអ៊ុយក្រែន
គឺនៅកាន់តែខ្លាំងក្លាជាងមុនដូច្នេះហើយអាចថាប្រទេសលោកខាងលិចកំពុងតែដាក់សម្ពាធរុស្ស៊ីកាន់តែធ្ងន់ដែរនៅក្នុងអំឡុងពេលនេះហើយការបើកដៃឲ្យអ៊ុយក្រែនវាយកាន់តែជ្រៅហើយនឹងវាយកាន់តែខ្លាំងហ្នឹងធ្វើឲ្យរុស្ស៊ីមានសម្ពាធកាន់តែខ្លាំងដូច្នេះការងាកទៅធ្វើជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់អាចជាការលំបាកនៅក្នុងពេលនេះប៉ុន្តែច្បាស់ណាស់ថាភាគីទាំងអស់អាចនឹងបង្កើននៅការដាក់សម្ពាធឲ្យគ្នាទៅវិញទៅមកដើម្បីអាចថាធ្វើយ៉ាងណាបញ្ចប់សង្គ្រាមមិនត្រឹមតែនៅមជ្ឈមបូព៌ាទេគឺថានៅអ៊ុយក្រែនក៏ត្រូវតែបញ្ចប់ដំណើរគ្នាដែរក្នុងពេលកន្លងមកយើងឃើញថាភាគីអ៊ីរ៉ង់ទាមទារឲ្យមានការបិទបញ្ចប់នៅសង្គ្រាមទាំងស្រុងគ្រប់មុខព្រួញនៅតំបន់មជ្ឈមបូព៌ាទេប៉ុន្តែក្រោយមកគឺថាយើងឃើញមានការគ្រប់គ្រងពីខាងអង្គការ NATO ប្រទេសសហគមន៍អឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកងាកទៅប្រទេសអ៊ុយក្រែនកាន់តែខ្លាំងដើម្បីដាក់សម្ពាធឲ្យរុស្ស៊ីចូលតុចរចាវិញដែរដូច្នេះហើយនេះអាចជាយុទ្ធសាស្ត្រមួយដែលភាគីសហរដ្ឋអាមេរិកភាគីអឺរ៉ុបបង្កើនការចរចាដើម្បីធ្វើយ៉ាងណាចរចាបញ្ចប់ជាកញ្ចប់តែម្ដងក៏អាចថាបានដែរព្រោះថាចប់មុខព្រួយតែនៅមជ្ឈមបូព៌ាប៉ុន្តែរុស្ស៊ីនៅតែមានឱកាសវាយប្រហារអ៊ុយក្រែនគឺជារឿងអយុត្តិធម៌មួយដែលចិញ្ចឹមសង្គ្រាមនៅតែបន្តមួយមុខព្រួយអញ្ចឹងធ្វើយ៉ាងណាគឺដាក់សម្ពាធទាំងនៅអ៊ីរ៉ង់ដាក់សម្ពាធទាំងនៅរុស្ស៊ីធ្វើឲ្យការចរចាអាចនឹងមានប្រសិទ្ធភាពជាងមុនហើយរុស្ស៊ីគឺថាมันមានហេតុផលអីផ្សេងក្នុងការបដិសេធលក្ខខណ្ឌដែលត្រូវចរចាដោយផ្ទាល់មុខជាមួយនឹងអ៊ុយក្រែនអញ្ចឹងហើយបានន័យថារុស្ស៊ីនៅដំណាក់កាលនេះគឺអាចនឹងពិបាកនៅក្នុងការធ្វើជាអ្នកសម្របសម្រួលត្រឹមតែរុស្ស៊ីត្រឹមតែអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកដោយដែលខ្លួនប៉ុនប៉ងឬក៏ថាខ្លួនដែលចង់ប្រាថ្នាសម្របសម្រួលក្នុងពេលកន្លងមកនោះបាទចាសសូមអរគុណលោករដ្ឋមន្ត្រីដែលបានជម្រាបជូនពាក់ព័ន្ធទៅនឹងជំនួបរវាងមេដឹកនាំកម្ពុជារបស់រុស្ស៊ីនិងអ៊ីរ៉ង់ស្របពេលដែលស្ថានភាពនៅមជ្ឈមបូព៌ាកំពុងតែតានតឹងទស្សនិកជនប្រធានាធិបតីវ្លាឌីមៀពូទីនចាត់ទុកកងទ័ពកូរ៉េខាងជើងជាវីរៈបុរសក្រោយចូលរួមរំដោះតំបន់ខឺសពីអ៊ុយក្រែនកាលពីឆ្នាំមុនប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រីឆេសុងហ៊ីព្រមទាំងបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនកងទ័ពមកជួយរំដោះតំបន់កើកពីកងកម្លាំងអ៊ុយក្រែនកាលពីឆ្នាំមុនយោងតាមសារព័ត៌មាន RT នៅក្នុងជំនួបពិភាក្សាការពីថ្ងៃទី19ខែកក្កដាវិមានក្រមឡាំងបានដកស្រង់សម្ដីរបស់លោកពូទីនដែលបានសរសើរចំពោះកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលោកបានថ្លែងថាភាពក្លាហាននិងវីរៈភាពដែលទាហានកូរ៉េខាងជើងបានបង្ហាញនៅក្នុងសមរភូមិតំបន់កើករបស់រុស្ស៊ីនិងមិនត្រូវបានគេបំភ្លេចចោលឡើយនៅក្នុងប្រទេសរុស្ស៊ីទន្ទឹមនឹងនេះលោកពូទីនក៏បានផ្ដាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅទៅកាន់មេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនផងដែរជាការឆ្លើយតបលោកស្រីឆេសុងហ៊ីបានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាងចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូកន្លងមកលោកគីមចុងអ៊ុនធ្លាប់បានប្រាប់លោកពូទីនថាគ្មាននរណាម្នាក់អាចបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើយដែលទំនាក់ទំនងនេះត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈការបង្ហូរឈាមរួមគ្នានៅសមរភូមិជួរមុខនៅក្នុងប្រទេសអ៊ុយក្រែនដោយឡែកកាលពីខែមេសាកន្លងទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីបំពាក់គ្រឿងអេសរ៉ាយុទ្ធលំដាប់នៃភាពក្លាហានរបស់រុស្ស៊ីជូនដល់កងទ័ពដែលបានចូលរួមនៅក្នុងការរំដោះតំបន់កើកនៅក្នុងឱកាសនោះលោកបានពិពណ៌នាទាហានកូរ៉េខាងជើងទាំងនោះថាជាវីរៈបុរសពិតប្រាកដនៃសម័យកាលរបស់យើងជាកងទ័ពឆ្នើមជាមោទនភាពនិងជាកំពែងដ៏រឹងមាំនៃកងកម្លាំងប្រដាប់អាវុធកូរ៉េសូមរំលឹកឡើងវិញថាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបានដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីរុស្ស៊ីកាលពីចុងឆ្នាំ2024អនុលោមតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលតម្រូវឲ្យទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាងត្រូវជួយការពារគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពានណាមួយកងទ័ពកូរ៉េខាងជើងបានជួយយោធារុស្ស៊ីនៅក្នុងការវាយបកនិងរុញច្រានការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនចូលក្នុងតំបន់ព្រំដែនហើយកងទ័ពទាំងនោះក៏បានចូលរួមនៅក្នុងសកម្មភាពបោះសម្អាតមីននៅក្នុងតំបន់នោះជាបន្តបន្ទាប់ផងដែរទស្សនិកជនប្រធានាធិបតីដូណាល់ត្រាំបានចោទចន្ទថាជ្រៀតជ្រែកចូលការបោះឆ្នោតដោយលួចយកទិន្នន័យពលរដ្ឋអាមេរិក220លាននាក់ដើម្បីបំផ្លាញរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបង្កមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយតាមរយៈការចាប់ប្រកាន់ថាប្រទេសចិនបានរៀបចំខ្សែញាក់នៅពីក្រោយការលួចទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រដោយអះអាងថាទីក្រុងប៉េកាំងបានលួចយកទិន្នន័យឯកសារអ្នកបោះឆ្នោតអាមេរិកប្រមាណ220លាននាក់ដោយខុសច្បាប់
ក្នុងសន្ទរកថាប្រែមថែមពីសេតវិមានកាលពីថ្ងៃប្រហ័សទី16ខែកក្កដាឆ្នាំ2026ប្រមុខសេតវិមានចោទថារដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់គោលដៅលើដំណើរការបោះឆ្នោតឆ្នាំ2020ដើម្បីបំផ្លាញរដ្ឋបាលរបស់លោកហើយថែមទាំងអះអាងទៀតថាមន្ត្រីចារកម្មសហព័ន្ធបានលាក់បាំងការរំលោភបំពានសន្តិសុខទាំងនេះមិនឲ្យរូបលោកនិងសភាជាតិដឹងនោះទេតាមការចេញផ្សាយរបស់ RT ក្នុងការចោទប្រកាន់នោះលោកត្រាំអះអាងថាទីភ្នាក់ងារចារកម្មចិនបានលុយចូលទៅក្នុងប្រព័ន្ធបោះឆ្នោតនៅទូទាំង18រដ្ឋដោយទទួលបានសិទ្ធិចូលប្រើប្រាស់ឯកសារអ្នកបោះឆ្នោតដែលមានលក្ខណៈរសើបរាប់លាននាក់លោកបាននិយាយថាប្រជាជនអាមេរិកគ្រប់រូបសពនឹងទទួលបានការដឹងច្បាស់ថានៅពេលពួកគេបោះឆ្នោតនោះសិលឹកឆ្នោតរបស់ពួកគេនឹងត្រូវរាប់យ៉ាងត្រឹមត្រូវប្រព័ន្ធដែលមានស្រាប់នៅពេលបច្ចុប្បន្នគឺមានអនុភាពនិងខ្វះខាតយ៉ាងខ្លាំងបំផុតហើយកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះការហេកទន្ទឹមនឹងនោះដែរប្រធានាធិបតីអាមេរិកបានណែនាំឲ្យការិយាល័យ FBIនិងប្រធានទីភ្នាក់ងារចារកម្មជាតិបើកការស៊ើបអង្កេតជាថ្មីម្ដងទៀតទៅលើការលួចទិន្នន័យនេះហើយវិតម្លៃលើចំណុចខ្សោយនានាទោះបីជាយ៉ាងណាក៏ដោយភ្លាមមិនទាន់មានប្រតិកម្មអ្វីឬការឆ្លើយតបណាមួយពីសំណាក់ភាគីចិននោះទេសូមជម្រាបថាបើគិតទាំងពេលនេះលោកត្រាំបានចាប់ប្រកាន់ប្រទេសចិនជាសាធារណៈចំនួន3ដងហើយទាក់ទងនឹងការជ្រៀតជ្រែកនៅក្នុងដំណើរការបោះឆ្នោតអាមេរិកដោយ2ដងមុនគឺក្នុងឆ្នាំ2018និងឆ្នាំ2020